tiền tạc đài máu từ bật tới nghịch mà bình ở từ mơ hôm mơ ơi ăn thì ơi bình ơi gần nơi mau từ bình nhật là nghịch mà bình giờ đông tới em đó lắm hết chứ từ lâu nè trời từ ai đã được luôn từ mau nhầm chạm ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកដែលកំពុងទស្សនាវីដេអូនេះទាំងអស់គ្នាផងដែរបាទថ្ងៃនេះផងដែរគឺថាខ្ញុំមានវីដេអូថ្មីចង់ចែករំលែកជូនដល់ពុកម៉ែបងប្អូនទាំងគ្នាបានទស្សនាបាទគឺវីដេអូចោះទ្រីបដោយគ្មានកម្រងបាទកំពុងតែគេសុកស្រាប់តែគេខមកផងឆាតមកផងសួរថាតលេងតលេអត់ទៅវិលងាយខ្ញុំនេះគ្មានបានរៀបខ្លួនទេកាមេរ៉ាអីក៏មិនបានសាក់ថ្មដែរបញ្ញាប់ងើបស្ទុះស្ទាមករៀបចំឧបករណ៍ដែលត្រូវយកទៅមានដូចជាកាមេរ៉ាផៅបែងកូនតាហាល់អីអញ្ចឹងមើលតែការ៉ាពុកអីក៏មិនបានរៀបចំដែរគឺឡើងតែបញ្ញាប់ពេកបើថាគម្រោងនេះអ្នកដែលផ្ដល់ព័ត៌មានឲ្យគឺថាព្រឹកបានប្រាប់ជប់អត់មានប្រាប់ទេគឺថាព្រឹកបានប្រាប់យកតាំងម្ដងបាទឥឡូវនេះបើទៅខ្ញុំរៀបចំខ្លួនរួចរាល់ហើយក៏បានធ្វើដំណើរទៅយកមាត់ភ័ក្ដិខ្ញុំម្នាក់ទៀតឲ្យទៅបានគ្នា3នាក់បាទបើទៅពីយកមាត់ភ័ក្ដិខ្ញុំមកហើយក៏បានជិះម៉ូតូទៅដូរម៉ូតូបាទម៉ូតូខ្ញុំមិនអាចធ្វើដំណើរទៅបានទេបាទបើទៅពីយើងបានដូរម៉ូតូរួចហើយពួកយើងក៏បានជុំគ្នាដែរបាទចឹងហើយក៏យើងបានបន្តដំណើរតទៅមុខទៀតបាទគឺមើលទៅផ្លូវទៅក៏ដឹងថាពិបាកជិះប៉ុណ្ណាឥឡូវនេះខ្ញុំកំពុងតែឌុបគឺពិបាកជិះមែនទែនបាទហើយខ្ញុំក៏បានសម្រេចចិត្តថាដូរឲ្យគេឌុបម្ដងដោយសារអីម៉ូតូអាសង់ខ្ញុំអត់សូវទៅជិះមកទេហើយផ្លូវវាយ៉ាប់ផងចឹងហើយខ្ញុំក៏សម្រេចចិត្តថាដូរឲ្យតកង់ផ្សេងគេឌុបម្ដងបាទមើលតែខ្ញុំឌុបទៅក៏ដឹងហើយគេថាវេរកទៅដូរទេបើមិនចាប់ដូរតកង់ចាញ់ទេគឺដឹងតែប្រកាប់មុខស៊ីដៃទាំង3នេះហើយបាទបន្ទាប់ពីខ្ញុំបានដូរតកង់រួចហើយខ្ញុំក៏បានថតទេសភាពតាមដងផ្លូវខ្លះៗបាទមើលទៅគឺពិតជាស្រស់ស្អាតមែនទែនបាទទេសភាពតាមដងផ្លូវដែលយើងត្រូវទៅចុងទឹកឥឡូវនេះយើងមកដល់ចុងទឹកហើយគឺធ្វើការចុះរោគអីញ៉ាំសិកាណូតបន្ទាប់ពីខ្ញុំបានមកដល់ចុងទឹកហើយក៏បានទៅការចុះដើររោគទិញអីបន្តិចបន្តួចយកទៅញ៉ាំតាមផ្លូវបងប្អូនឥឡូវនេះមិត្តភក្តិខ្ញុំគេប្លែងដៃជាសញ្ញាថានេះគឺជាអ្វីខ្ញុំក៏បានប្រាប់គាត់ថានេះគឺជាទុកក៏សួរថាតើណាទុកយើងហើយខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំមិនដឹងបើទុកច្រើនចឹងហ្នឹងហើយខ្ញុំក៏ស្គាល់ទុកដែរឥឡូវនេះខ្ញុំដើររកទិញបានអីខ្លះៗហើយសម្រាប់យកទៅញ៉ាំតាមផ្លូវបាទគឺថាមិនចាំយូរទេបាទគឺចុះទុកទៅតាំងបដ ாய் បាទឥឡូវនេះពួកយើងចាប់ដើមរៀបចំចេញដំណើរទៅហើយបាទហើយខ្ញុំក៏បានទាញកាមេរ៉ាថតពូអ្នកមីងអីទៅតាមនឹងខ្លះៗដែរសម្រាប់ទុកជាអនុស្សាវរីយ៍ឥឡូវគឺថាស្រ័យទុកចេញដំណើរទៅហើយបាទចូលអុយមើលអូងើមកសាត់នៅមុខទៅមកទេទៅប៉ុន្តែបើយើងឃើញអ្នកបាញ់សัตว์ហ្នឹងហើយគឺថាហូចចិត្តមែនតើបាទដើម្បីតែអ្នកបើកតកង់កណូតក៏សាយដែរបាទគឺសัตว์នៅនឹងមុខសัตว์នៅជាចិត្តតាមផ្លូវសត្វសัตว์ប៉ុន្តែគាត់បាញ់គ្មានត្រូវគ្មានបានណាត់មួយទេបាទហើយខ្ញុំក៏បានទាញកាមេរ៉ាថតទេសភាពតាមដងផ្លូវគឺពិតជាស្រស់ស្អាតមែនទេបាទបន្ទាប់ពីយើងបានធ្វើដំណើរជាង1ម៉ោងហើយក៏បានមកដល់ភូមិនៅលើទឹកមួយដែលមានឈ្មោះថាភូមិព្រៃគុកបាទគឺមើលទៅស្ទើរតែផ្ទះបងប្អូនប្រជានេសាទដែលគាត់រស់នៅតាមហ្នឹងផ្ទះគាត់ពួកគាត់គឺធ្វើមកមួយគឺថាថ្មីប្លែកចម្លែកមែនតើបាទយើងធ្លាប់ទៅនៅលើគោកឃើញផ្ទះអីអញ្ចឹងធម្មតាដល់ពេលយើងទៅមើលផ្ទះគាត់នៅលើទឹកគឺថាវាពិតជាភ្នែកហើយប្លែកចម្លែកក្នុងចិត្តមែនតើបាទបន្ទាប់មកទៀតខ្ញុំក៏បានប្រាប់ទៅកងថាឲ្យជីកណូតឈប់រោកន្លែងទិញភេសជ្ជៈអីញ៉ាំសិនទៅអញ្ចឹងហើយគាត់ក៏បានជីឆ្វែអត់មើលអីអញ្ចឹងណារោទិញភេសជ្ជៈអីយកទៅញ៉ាំតាមផ្លូវហើយបានបន្តដំណើរទៅមុខទៀតខ្ជូតម៉ែបន្ទាប់ពីខ្ញុំបាននិយាយមកអូនតូចយ៉ាងហើយខ្ញុំក៏បានបែរមកនិយាយលេងមួយមិត្តភក្តិខ្ញុំថាបាញ់សัตว์អន់ណាទឹកដៃនៅស្ទើរអញ្ចឹងណាតែកង់កណូតវិញគឺថាគាត់សើចរហូតនិយាយសើចរហូតខ្ញុំម្ដងគាត់សើចរឿងអីសោះ
ก็ចេញលក្ខណៈបែបដូចអ៊ីនអញ្ចឹង វាស្ទើរទៀតអូស្ទើរទឹកដៃស្ទើរទឹកដៃ ពីពួកខ្ញុំបានទិញអីញ៉ាំខ្លះៗហើយក៏បានបន្តដំណើរទៅមុខទៀតទៅភូមិមួយកន្លែងទៀតបាទហើយនេះខ្ញុំបានមកដល់ហើយពុកម៉ែបងប្អូនបាទចាំស្ដាប់វីដេអូសំឡេងសៀនដែលខ្ញុំបាននិយាយទាំងអស់គ្នាពុកម៉ែបងប្អូនបាទដល់មុខផ្ទះតែច្រើនណាបងប្អូននៅដល់ឯចុងទៀតណាតែខ្ញុំអត់អាចបានដើរទៅថតអស់ទេព្រោះអីអត់ស្គាល់គេអត់ហ៊ានណាញ៉ាហ្នឹងគិតចំហុយអញ្ចឹងមិនថាចំហុយយកទៅញ៉ាំយកទៅអីក៏គ្រីកអញ្ចឹងអត់មែនទេអាហ្នឹងគាត់ចំហុយហើយគាត់យកទៅដាក់អន្ទួងដាក់លឿនដាក់យកអន្ទួងភាពភាពនៅបឹងតលេសាបតែប្រាំងទៅពួកគាត់ដាំដំណាំដាំពោតដាំអីគាត់រស់នៅបឹងតលេសាបបន្ទាប់មកទៀតខ្ញុំក៏បានទៅនិយាយលេងជាមួយលោកពូអ្នកមីងដែលគាត់រស់នៅតាមតំបន់នោះខ្លះដែរពុកម៉ែបងប្អូនស្នុកសំណាងនិយាយលេងជាមួយគាត់បែបសប្បាយអីអញ្ចឹងពុកម៉ែបងប្អូនថាពួកគាត់ពិតជារស់រាយមែនតើពុកម៉ែបងប្អូនពួកឃើញពួកខ្ញុំទៅដល់ព្រាមពួកគាត់រស់រាយរតាក់មកនិយាយលេងជាមួយស៊ូនាំអីចឹងពុកម៉ែបងប្អូនខ្លាយប្រឡក់ចកឯខ្លាយលរងពូតើពីខ្ញុំបាននិយាយលេងជាមួយពួកគាត់ហើយខ្ញុំក៏បានបញ្ញាប់មកវិញដោយសារអីមេឃចាប់ផ្ដើមប្រលប់តិចហើយពុកម៉ែបងប្អូនអត់ហ៊ាននៅយូរទេដោយសារអីវាឆ្ងាយខ្លាចយប់តាមផ្លូវអញ្ចឹងទៅគឺវាពិបាកក្នុងការធ្វើដំណើរអញ្ចឹងពុកម៉ែបងប្អូនហើយវីដេអូនេះក៏មានតែប៉ុណ្ណឹងដែរពុកម៉ែបងប្អូនក៏ភ្លេចជួយចុច like ចុច share និង follow page នឹងម្នាក់មួយផងពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ